សួស្តីបងប្អូនជាទីមេត្រីនេះគឺជាទស្សនវិជ្ជានៃទន្លេប៊ុនមុខឬមួយក៏ហៅថាទន្លេចតុមុខនារដូវទឹកសម្រក់ឬរដូវក្តៅបានជាគេហៅថាទន្លេចតុមុខពីព្រោះថាទន្លេនេះគឺជាចំណុចប្រសព្វនៃទន្លេទាំង4នៅរាជធានីភ្នំពេញចាទន្លេប្រសព្វទាំង4មុខនោះគឺមានទន្លេមេគង្គលើឬហៅថាទន្លេធំដែលហូរនោះតាំងពីខេត្តស្ទឹងត្រែងពីល្បាក់ខោនមកដល់រាជធានីភ្នំពេញនេះយើងនិយាយតែក្របខ័ណ្ឌទន្លេមេគង្គសម្រាប់នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេចាទន្លេមេគង្គលើហើយមានទន្លេមេគង្គក្រោមទន្លេមេគង្គក្រោមឬហៅថាទន្លេក្រែងចាដែលហូរពីភ្នំពេញនេះបែកមុខជា4នេះកាត់តាមខេត្តកណ្ដាលព្រៃវែងហើយក៏បន្តទៅកម្ពុជាក្រោមនិងហូរចាក់ចុះទៅក្នុងសមុទ្រចិនខាងត្បូងមួយទៀតគឺទន្លេសាបចាឬមួយក៏គេហៅថាទន្លេខ្នងចាដែលហូរកាត់ពីភ្នំពេញបែកពីភ្នំពេញនេះទៅគឺកាត់ខេត្តកណ្ដាលកំពង់ឆ្នាំងហូរទៅស៊ីចេញទៅទន្លេទី4នោះគឺថាទន្លេបាសាក់ឬមួយក៏ទន្លេខ្នងចាដែលហូរបែកពីភ្នំពេញនេះទៅកាត់តាមខេត្តកណ្ដាលមានស្រុកស្អាងស្រុកកោះធំហូរបន្តដល់កម្ពុជាក្រោមនិងហូរធ្លាក់ចុះទៅក្នុងសមុទ្រចិនខាងត្បូងលោកអ្នកជាទីមេត្រីនេះគឺជាទស្សនវិជ្ជាទាំងស្រុងនៃទន្លេចតុមុខឬមួយក៏ទន្លេ4មុខដើមឡើយទន្លេ4មុខនេះមានឈ្មោះដើមថាទន្លេច្រាបឈាមប្រិមត្តឆ្ងល់ទេហេតុអីបានជាទន្លេនេះមានឈ្មោះថាទន្លេច្រាបឈាមដូច្នេះទៅវិញចាបើយោងតាមព្រះសង្ឃដីការបស់សម្ដេចព្រះសង្ឃរាជជួនណាតថាបានជាគេហៅឈ្មោះទន្លេនេះថាជាទន្លេច្រាបឈាមមកអំពីការដើមឡើយនោះមានការភ្នាល់ជលដំរីជាមួយសាច់លាវកាប់សម្លាប់ហូមក៏ឲ្យឈ្មោះថាទន្លេច្រាបឈាមដូច្នេះទៅប៉ុន្តែគួររំលឹកផងដែរថាមានឯកសារជាច្រើនបានបង្ហាញថាក្រោយអរិយធម៌អង្គរធ្លាក់ចុះនៅក្នុងរជ្ជកាលព្រះបាទពញាយ៉ាតនៅក្នុងរជ្ជកាលរបស់ព្រះបាទពញាយ៉ាតនៅសតវត្សទី15រហូតមកដល់បច្ចុប្បន្ននេះគឺថាមានអាយុកាលប្រមាណជា500ឆ្នាំជាងមកហើយព្រះបាទពញាយ៉ាតបានកំណត់បដូរឈ្មោះពីទន្លេច្រាបឈាមមកជាទន្លេមុខ4ឬមកក៏ទន្លេចតុមុខវិញដោយយោងតាមភាពប្រសពគ្នានៃទន្លេ4មុខនៅក្នុងរាជធានីភ្នំពេញណាចាចំណែកឯរាជធានីភ្នំពេញថ្មីដែលព្រះអង្គមកគង់ប្រថាប់នៅនាគ្រាដំបូងនោះនៅក្នុងរាជធានីភ្នំពេញនេះគឺហៅថាក្រុងចតុមុខអង្គរឬមួយក៏ក្រុងចតុមុខឬព្រះបរមរាជវាំងចតុមុខដូចនេះឯងចាតែយើងហៅកាត់ខ្លីៗមកថាព្រះបរមរាជវាំងយ៉ាងដូចនេះឯទន្លេច្រាបឈាមបដូរឈ្មោះមកជាទន្លេមុខ4ឬមកក៏ទន្លេ4មុខរហូតមកចាជាធម្មតាប្រិមត្តទីក្រុមនិងជាទីមេត្រីនេះគឺជាមុខកាត់ផ្លូវទន្លេបែកជា4ហ្នឹងលោកចានេះគឺជាច្រាំងត្រយមកខាងមុខវាំងចាដែលនឹងខ្ញុំសូមឲ្យបងប្អូនបានឃើញនេះគឺជាច្រាំងមុខព្រះបរមរាជវាំងណាត្រយមកខាងយើងហៅថាជ្រោយច្វាក៏ថាបានដែរនោះ ច
ចឹងឃើញថាមានអាគារខ្ពស់ស្កឹមស្កៃលេចធ្លោតរ៉ែតឡើងរៀងរាល់ឆ្នាំនៅត្រង់ម្ខាងជួយច្បាស់នេះចាប្រិមត្តជាទីគោរពទូកតែងតែបរលេងទៅវិញទៅមកចម្លងមនុស្សពីត្រង់ម្ខាងមកត្រង់ម្ខាងនោះគឺជាទូកចម្លងដែលយើងមើលឃើញលំពី3នៅខាងនោះចាស្រឡាំងដែលច្រឡងពីអរិយខ្សាត់មកខាងកោះពេជ្រណាចាឃើញចម្លងទៅច្រឡងមកសកម្មមែនតែនចានោះគឺខាត់មុខ4ដែលយើងឃើញទៅត្រង់នោះចាមុខព្រះបរមរាជវាំងសម្បូរស័ក្តិណាចាជាពិសេសគឺស័ក្តិព្រាបតែម្ដងចានេះគឺថ្ងៃអស្ដង្គតសូមអរគុណច្រើនប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានស្ដាប់វីដេអូមួយនេះនិងទស្សនាផងដែរ